អេស៊ីបងប្អូនឃើញដូចមន់ព្រៃអញ្ចឹងបើយើងពូជនេះកំពុងមាននៅតំបន់ព្រៃនៃប្រទេសអេស៊ីតែបច្ចុប្បន្ននេះគឺយើងចំច្រើនណាទូទាំងពិភពលោកហើយបាទពូជនេះហើយពូជនេះរសជាតិដូចមន់ព្រៃអញ្ចឹងបងប្អូនណាមើលជើងវាកម្ៅសាច់វាសាញបាទវាថាស្បែកវាស្បែកជើងមកវាឃើញយ៉ាងកម្ៅអញ្ចឹងពូជមន់អេស៊ីបាទគឺជាពូជមន់ព្រៃបងប្អូនឃើញគាត់នៅវាយថាមន់អេស៊ីបងប្អូនឆែកមើលនៅក្នុងព្រៃមានហើយបាទឥឡូវនេះគឺចិញ្ចឹមច្រើនមែនទេពូជនេះគឺជាប្រភេទពូជមន់ពងច្រើនមែនទេពងច្រើនណាបាទហើយចិញ្ចឹមធំលឿនហើយធន់អាកាសធាតុធន់នឹងជំងឺបាទស្រួលចិញ្ចឹមមែនទេយើងបងប្រុសបងស្រីដែលស្រឡាញ់ឲ្យចូលចិត្តចង់បានពូជនេះយកមេបាតែម្ដងនេះធ្លាក់ពងនេះឃើញពងហ៎ធ្លាក់ពងនេះអញ្ចឹងបងប្អូនចង់បានមេបាពូជពងស្រាប់ណាយើងបានទៅគ្នាត្រូវគឺផ្ញើទៅតែម្ដងបងឃើញក្បាលក៏ទុយវាបាក់តែម្ដងនេះឃើញទេបាទជ្រងតែម្ដងបងណាយកទៅគឺបានពូជតែម្ដងពងស្រាប់តែម្ដងបងប្អូនណាបាទអញ្ចឹងសម្រាប់តម្លៃជជែកគ្នាក្នុងឆាតត្រូវផ្ញើទៅផ្ញើមកបាទប្រភេទមេបាពូជមន់អេស៊ីបបាទពូជមន់អេស៊ីបមេបាពូជមន់អេស៊ីបបងប្រុសស្រីស្រឡាញ់ចូលចិត្តកុំភ្លេចឆាតសួរបានអរគុណជួបគ្នានៅវីដេអូបន្តទៀតណាបាទស្អាតៗបងប្អូនស្អាតៗអរគុណ